ធ្វើភ្លេងឆ្នៃបទ IKV GTNA ទៅជា version កន្ទ្រឹមដំបូងដាក់ kick ថែមរសជាតិនៃកន្ទ្រឹមដាក់ guitar bass ហើយយើងធ្វើ melody វាដាក់ពិនហើយយើងដាក់រនាតអមពីក្រោយអានេះខ្ញុំបង្ហាញកាត់ណាយើងថែមនេះថែមនោះទៅឲ្យវាមានរសជាតិហើយដូចជានៅខ្វះអ្វីម្យ៉ាងហើយយើងត្រូវថែមស្គរទៀតខ្ញុំបន្ថែមភ្លេងនេះក្រោម melody ហើយដាក់អានេះទៀតឲ្យវាឡងឲ្យវាងុំហើយលទ្ធផលគឺបានបែបនេះនេះហូបបាយឆាតាំងតែរាំងគៀងកាំងអ៊ីកាហ្វេអ៊ីចង់ទៅណាមកនេះហូបបាយឆាតាំងតែរាំងគៀងកាំងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ